ខណៈចំនួននៅតំបន់ដើមបូព៌ាកំពុងកើនកម្ដៅខ្លាំងបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី28កុម្ភៈអ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថាចំនួននៅដើមបូព៌ាពេលនេះអាចនឹងរីករាលដាលคล้ายទៅជាចំនួននៅជុំវិញសកលលោកនេះបង្ហាញឲ្យឃើញថាពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្ដាប់ធ្នាប់និងការរំលោភច្បាប់អន្តរជាតិបន្ទាប់ពីរុស្ស៊ីបានបើកកម្លាំងយោធាឈ្លានពានទាំងកម្រាលនៅអ៊ុយក្រែនកាលពីឆ្នាំ2022លោកបណ្ឌិតសឿងសំអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថាវិបត្តិទំនាក់ទំនងការទូតអាមេរិកអ៊ីរ៉ង់និងអ៊ីរ៉ង់អ៊ីស្រាអែលគឺតែងតែកើតមានជាហូរហែបន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកដូណាល់ត្រាំបានសម្រេចដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ2015បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់និងគោលការណ៍អន្តរជាតិចំពោះបញ្ហានេះខ្ញុំគិតថាប្រទេសកម្ពុជាយើងដែលជារដ្ឋតូចហើយយើងជាសមាជិកអាស៊ានជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងកលៈទេសៈនេះអ្វីដែលកម្ពុជាគួរតែធ្វើខ្ញុំគិតថាកម្ពុជាគួរតែបង្ហាញនូវការបដិញ្ញាចិត្តនិងគោរពទៅតាមច្បាប់អន្តរជាតិឬគោលការណ៍អន្តរជាតិដែលមានពីព្រោះការគោរពទៅចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិហើយនឹងការរួមដំណើរជាមួយនឹងអង្គការសហប្រជាជាតិគឺជាយន្តការមួយដ៏ត្រឹមត្រូវក្នុងការសម្របខ្លួនចំពោះចំនួនដែលកំពុងតែកើតមាននៅក្នុងដើមបូព៌ាក៏ជាចំនួនដែលកំពុងកើតមាននៅក្នុងផ្នែកផ្សេងទៀតនៅក្នុងពិភពលោកដូចខ្ញុំបានបញ្ជាក់ជូនខាងដើមឥឡូវនេះសម្រាប់ក្នុងពិភពលោកវាហាក់ដូចជាងាកទៅរកភាពមិនច្បាស់លាស់មួយដោយគ្មានការគោរពច្បាប់អន្តរជាតិដោយគ្មានការឲ្យតម្លៃចំពោះសិទ្ធិមនុស្សសេរីភាពនៃការបញ្ចេញមតិឬក៏លទ្ធិប្រជាធិបតេយ្យទេឥឡូវនេះប្រទេសនីមួយៗនិយាយអំពីការប្រកួតប្រជែងសព្វាវុធការប្រកួតប្រជែងកម្លាំងកងទ័ពនិងការប្រកួតប្រជែងដែលប្រើប្រាស់កម្លាំងបាយអញ្ចឹងយើងមើលទៅសប្តាហ៍ថ្ងៃនេះប្រទេសដែលមានទ័ពខ្លាំងដែលមានសេដ្ឋកិច្ចខ្លាំងគេអួតអំពីកម្លាំងទ័ពកម្លាំងសេដ្ឋកិច្ចរបស់គេអញ្ចឹងសរុបមកវិញថាកម្ពុជាយើងដោយដែលខាងក្រសួងការបរទេសលោកបានបញ្ជាក់ឲ្យដែលយើងតែងតែប្រកាន់យកនៅគោលការណ៍សន្តិភាពហើយគោរពនៅតម្លៃនៃសន្តិភាពជាពិសេសតម្លៃនៃបទចបាញ់ដែលកម្ពុជាតែងតែបានប្រកាន់យកខ្ញុំគិតថាគឺជារឿងមួយដែលត្រឹមត្រូវសូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026បានអះអាងពីការតាមដានស្ថានភាពនៅដើមបូព៌ាដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅនៅក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងការបរទេសកម្ពុជាថែមទាំងបានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងចំនួនទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងការញ៉ាំងឲ្យស្ថានភាពកាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀតដែលអាចប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលនិងសន្តិភាពគួរឲ្យដឹងថានៅថ្ងៃសៅរ៍ទី28កុម្ភៈម្សិលមិញអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំព្រមគ្នាមួយទៅលើអ៊ីរ៉ង់ជាប្រតិបត្តិការមួយធ្វើឡើងតែប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបង្ហាញការមិនពេញចិត្តជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់ចំណែកអ៊ីស្រាអែលបានហៅប្រតិបត្តិការយោធារបស់ខ្លួនថាជាការវាយប្រហារបង្ការដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ដែលមានមកលើអ៊ីស្រាអែល